សួស្តីបងប្អូនទាំងអស់គ្នាមករៀនធ្វើពីរបៀបធ្វើម្ទេសក៏ដូចជាខ្ទឹមជ្រក់ងាយយើងធ្វើលឿនទេបងប្អូនហ្នឹងហើយដំបូងឡើយខ្ញុំប្រើទឹកធម្មតាចំនួន250មីលីលីត្របន្ទាប់មកខ្ញុំប្រើទឹកខ្មេះ250មីលីលីត្រដូចគ្នាខ្ញុំបន្ថែមជាមួយនឹងស្ករស2ស្លាបព្រាបន្ទាប់មកខ្ញុំប្រើអំបិល1ស្លាបព្រាបាយដែរបងប្អូនបន្ទាប់មកយើងយកទឹកហ្នឹងយកទៅដាំឲ្យពុះបន្ទាប់មកយើងទុកចោលមួយឡែកឲ្យចុះកម្ដៅតិចសិនហ្នឹងហើយម្ទេសខ្ទឹមដែលខ្ញុំបានលាងឲ្យស្អាតហ្នឹងកាត់ក្បាលកាត់កន្ទុយអញ្ចឹងណាសម្រាប់ខ្ទឹមតែចំពោះម្ទេសបងប្អូនលាងឲ្យស្អាតហើយទុកឲ្យច្រោះទឹកហើយនិយាយទៅទុកឲ្យវាស្ងួតហ្មងកុំឲ្យមានទឹកបន្ទាប់មកទឹកជ្រក់ដែលយើងបានធ្វើហ្នឹងគឺយើងយកចាក់ចូលទៅក្នុងម្ទេសក៏ដូចជាខ្ទឹមឲ្យយើងនឹងរក្សាទុកនៅខាងក្រៅចំនួនយើងទុកនៅខាងក្រៅពីធំ10 12ថ្ងៃអីបងប្អូនញ៉ាំបានហើយនិយាយទៅខ្ញុំធ្វើនេះលើកទី1ណាបងប្អូនប៉ុន្តែខ្ញុំធ្វើឲ្យខ្ញុំញ៉ាំទៅវារសជាតិឆ្ងាញ់នឹងដូចនិយាយទៅឆ្ងាញ់ដូចតែយើងទិញមកគេលក់ស្រាប់នៅផ្សារដែរអញ្ចឹងហើយក៏អត់ពិបាកធ្វើឲ្យដែរហើយហ្មងសម្រាប់អ្នកដែលចិត្តញ៉ាំគុយទាវក៏ដូចជាគ្រឿងអីស៊ុបក្តៅហ្នឹងបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាបាយ